សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំចង់និយាយអំពីសៀវភៅមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានគឺសៀវភៅទម្លាប់អាតូមដែលសៀវភៅដើមជាភាសាអង់គ្លេសគឺ Atomic Habits របស់ James Clear បើអ្នកធ្លាប់មានបញ្ហាក្នុងការព្យាយាមធ្វើទម្លាប់ល្អឬបោះបង់ទម្លាប់អាក្រក់ណាមួយវីដេអូនេះគឺល្អសម្រាប់អ្នកវាមិនមែនជាការសង្ខេបសៀវភៅធម្មតាទេប៉ុន្តែវាជាគន្លឹះសម្រាប់បំលែងវិធីដែលអ្នកគិតអំពីទម្លាប់នៅចុងវីដេអូនេះអ្នកនឹងដឹងពីរបៀបចាប់ផ្ដើមបង្កើតនិងការផ្លាស់ប្ដូរទម្លាប់ដែលមានន័យល្អបំផុតដូច្នេះសូមរងចាំទស្សនាយកសៀវភៅកំណត់ចំណាំមួយចូលអង្គុយសម្រាកនិងចាប់ផ្ដើមជាមួយគ្នាផ្នែកមួយអំណាចនៃ Atomic Habits សូមសួរមិត្តភក្តិទាំងអស់គ្នាម្ដងទៀតតើអ្នកធ្លាប់ព្យាយាមផ្លាស់ប្ដូរជីវិតដោយកំណត់គោលដៅធំៗដូចជាការសម្រស់ទម្ងន់20គីឡូក្រាមសរសេរសៀវភៅមួយឬសន្សំប្រាក់ជាច្រើនទេប៉ុន្តែយើងតែងតែបរាជ័យ James Clear និយាយថាគោលដៅធំមិនសំខាន់ស្មើនឹងទម្លាប់តូចនោះទេគាត់បាននិយាយទៀតថាទម្លាប់គឺជាផលចម្រើននៃការកែលម្អខ្លួនឯងសាកគិតទៅមើលបើអ្នកកែលម្អខ្លួនឯង 1% ក្នុងមួយថ្ងៃអ្នកនឹងកែលម្អបាន37ដងในចុងឆ្នាំប៉ុន្តែបើអ្នកធ្វើអាក្រក់ 1% ជារៀងរាល់ថ្ងៃជីវិតអ្នកនឹងធ្លាក់ចុះទៅវាដូចជាទឹកកកក្នុងបន្ទប់ត្រជាក់អ្នកបន្ថែមសីតុណ្ហភាពពី25ទៅ26អង្សាសេមិនមានអ្វីកើតឡើងទេតែពេលអ្នកឈានដល់32អង្សាសេទឹកកកចាប់ផ្ដើមរលាយនេះគឺជាអភិបអាចារ្យនៃការរីកចម្រើនតិចតួចតែនេះសំណុំពរកុំទុកឲ្យសង្ឃឹមធំលុបបាត់ជីវិតរបស់អ្នកចាប់ផ្ដើមដោយការកែលម្អតិចតួច 1% ជារៀងរាល់ថ្ងៃផ្នែក2ច្បាប់4សម្រាប់បង្កើតទម្លាប់ James Clear បង្កើតប្រព័ន្ធមួយហៅថាច្បាប់4សម្រាប់បំលែងវិធីដែលអ្នកគិតអំពីទម្លាប់ 1. ធ្វើឲ្យវាជាក់ស្ដែង 2. ធ្វើឲ្យវាគួរឲ្យចង់ធ្វើ 3. ធ្វើឲ្យវាងាយស្រួល 4. ធ្វើឲ្យវាមានភាពរីករាយយើងនឹងពន្យល់រាល់ច្បាប់នីមួយៗឲ្យបានច្បាស់ច្បាប់ទី1ធ្វើឲ្យវាជាក់ស្ដែងទម្លាប់ភាគច្រើនមិនសូវជាប្រៀបប្រដួលពីគូវាធ្វើដោយស្វ័យប្រវត្តិដូច្នេះអ្នកត្រូវធ្វើឲ្យវាមានភាពច្បាស់លាស់ James ស្នើឲ្យ Habit Scorecard សរសេរទម្លាប់ប្រចាំថ្ងៃទាំងអស់និងចាត់ខ្នាតវាតាមផ្នែកល្អអាក្រក់ឬធម្មតាបន្ទាប់មកប្រើ Habit Stacking ភ្ជាប់ទម្លាប់ថ្មីទៅនឹងទម្លាប់ចាស់ហើយរូបមន្តនេះបន្ទាប់ពីខ្ញុំធ្វើទម្លាប់ចាស់ខ្ញុំនឹងធ្វើទម្លាប់ថ្មីឧទាហរណ៍បន្ទាប់ពីខ្ញុំដុសធ្មេញខ្ញុំនឹងអង្គុយសម្រាកដកដង្ហើម2នាទីបន្ទាប់ពីខ្ញុំចាស់កាហ្វេខ្ញុំនឹងសរសេរក្នុងសៀវភៅកំណត់ចំណាំរបស់ខ្ញុំនិយាយឲ្យខ្លីអ្វីដែលអ្នកឃើញគឺជាអ្វីដែលអ្នកធ្វើច្បាប់ទី2ធ្វើឲ្យវាគួរឲ្យចង់ធ្វើចំពោះទម្លាប់មុខងារការដាក់ចិត្តជួយបានច្រើនអ្នកអាចភ្ជាប់អ្វីដែលអ្នកចង់ធ្វើជាមួយនឹងអ្វីដែលអ្នកនឹងត្រូវធ្វើឧទាហរណ៍ស្ដាប់ podcast ដែលអ្នកចូលចិត្តតែពេលអ្នកហាត់ប្រាណប៉ុណ្ណោះឬមើលរឿង Netflix របស់អ្នកតែពេលអ្នកញ៉ាំអាហារប៉ុណ្ណោះ James បាននិយាយថាយើងទាំងអស់គ្នាតែងតែចម្លងទម្លាប់របស់មនុស្ស3ក្រុមមិត្តភ័ក្តិដែលនៅជិតកន្លែងមនុស្សច្រើននិងអ្នកមានអំណាចដូច្នេះបើអ្នកចង់ផ្លាស់ប្ដូរត្រូវនៅជុំវិញមនុស្សដែលមានទម្លាប់ល្អដែលអ្នកចង់បានច្បាប់ទី3ធ្វើឲ្យវាងាយស្រួលចំណុចសំខាន់គឺចាប់ផ្ដើមពីធ្វើតិចតូច James ណែនាំច្បាប់2នាទីពេលអ្នកចាប់ផ្ដើមទម្លាប់ថ្មីមិនត្រូវធ្វើលើស2នាទីទេឧទាហរណ៍ចង់អានសៀវភៅអានតែមួយទំព័រចង់ហាត់ប្រាណពាក់តែស្បែកជើងហាត់ប្រាណចង់សរសេរប្រយោគមួយចាប់ផ្ដើមតិចតូចហើយធ្វើវារហូតទៅ James បាននិយាយថាអ្នកមិនឡើងទៅកម្រិតគោលដៅលឿនទេតែអ្នកកំពុងឆ្ពោះទៅគោលដៅរបស់អ្នកច្បាប់ទី4ធ្វើឲ្យវាមានភាពរីករាយមនុស្សយើងចូលចិត្តអ្វីដែលមានដែនកំណត់ជាក់ស្ដែងភ្លាមដូច្នេះពេលអ្នកបញ្ចប់ទម្លាប់ថ្មីត្រូវផ្ដល់រង្វាន់តិចតូចទៅដល់ខ្លួនឯងឧទាហរណ៍សរសេរតាមកាលវិចារបង្កើតសញ្ញាខ្វែងនៅលើកាលវិចារឬគូសចំណាត់អ្វីដែលអ្នកបានធ្វើហើយត្រូវចងចាំពាក្យមួយកុំឲ្យខកខាន2ដងជាប់គ្នាខកខានម្ដងអាចមិនអីទេប៉ុន្តែខកខាន2ដងវាคล้ายទៅជាទម្លាប់ថ្មីអាក្រក់ផ្នែក4បំលែងអត្តសញ្ញាណនេះគឺជាប្រភេទកំណត់ដ៏មានអំណាចបំផុតក្នុងសៀវភៅនេះ James Clear បាននិយាយថាការបំលែងពិតប្រាកដគឺជាការបំលែងអត្តសញ្ញាណវាមិនមែនអំពីអ្វីដែលអ្នកធ្វើទេប៉ុន្តែត្រូវដឹងថាអ្នកគឺជាអ្នកណាឧទាហរណ៍កុំសម្ដែងថាខ្ញុំចង់អានសៀវភៅត្រូវសម្ដែងថាខ្ញុំជាមនុស្សដែលអានសៀវភៅកុំសម្ដែងថាខ្ញុំចង់ហាត់ប្រាណត្រូវសម្ដែងថាខ្ញុំជាអ្នកហាត់ប្រាណរាល់អំពើអ្នកធ្វើគឺជាសម្លេងគាំទ្រសម្រាប់អ្នកដែលអ្នកចង់ក្លាយទៅជាអ្នកនោះដូច្នេះសូមសួរខ្លួនឯងអ្នកចង់ក្លាយទៅជាមនុស្សប្រភេទណាហើយបន្ទាប់មកសួរថាមនុស្សប្រភេទនោះធ្វើអ្វីរៀងរាល់ថ្ងៃ
ផ្នែកទី4គន្លឹះបន្ថែមនិងការពិចារណាចុងក្រោយនេះខ្ញុំចង់ចែករំលែកគន្លឹះបន្ថែម 1. កុំបង្កើតគោលដៅធំពេកចាប់ផ្ដើមតិចតូច 2. គូសចំណត់និងតាមដានទម្លាប់របស់អ្នក 3. រចនាបរិយាកាសឲ្យល្អទុកទម្លាប់ល្អឲ្យងាយស្រួលនិងទំនៀមទម្លាប់អាក្រក់ឲ្យពិបាក 4. អបអរសាទរឲ្យខ្លួនឯងពេលមានការជោគជ័យតូចៗ 5. កុំឲ្យខកខាន2ដងជាប់គ្នាបើខកខានមួយខ្នែកុំឲ្យវាបន្តទៅចងចាំថាអ្នកមិនចាំបាច់ខ្លាយទៅជាជនរងគ្រោះនៃទម្លាប់ទេអ្នកត្រូវខ្លាយទៅជាវិជ្ជការនៃទម្លាប់ឲ្យបានចំពោះអ្នកតើមានទម្លាប់ណាមួយដែលអ្នកចង់ចាប់ផ្ដើមថ្ងៃនេះសូមចែករំលែកនៅក្នុង comment ខ្ញុំចង់ស្ដាប់ពីអ្នកបើវីដេអូនេះមានប្រយោជន៍សូមចុច like subscribe និងចែករំលែកវាជាមួយមិត្តភក្តិរបស់អ្នកផងបើអ្នកចង់ឲ្យខ្ញុំសង្ខេបសៀវភៅណាមួយផ្សេងទៀតសូម comment ជាពិសេសផងសូមអរគុណច្រើនសម្រាប់ការទស្សនាចងចាំថាទម្លាប់តូចៗអាចនាំឲ្យមានលទ្ធផលធំៗចាប់ផ្ដើមថ្ងៃនេះមិនមែនថ្ងៃណាមួយទេជួបគ្នាបន្តនៅវីដេអូក្រោយ